នៅកំពង់សោមយើងណាគេខ្លះអត់តន់ស្គាល់សៀវភៅកាហ្វេនៅសៀវភៅកាហ្វេពេលល្ងាចឡើងគឺគេមានលក់នេះច្រើនណាមានលក់សាំងវិចមានលក់ទឹកផ្លែឈើលក់សាឡាត់អីបែបសុខភាពខ្ញុំពេលខ្លះចេញពីហាត់ប្រាណមកខ្ញុំចង់ញ៉ាំអីបែបជិបចប់ចឹងខ្ញុំមកទិញនៅហ្នឹងប៉ុន្តែកន្លែងគាត់ខាងក្នុងគាត់មានសភៅឲ្យមើលមានកន្លែងអង្គុយហើយកាហ្វេគាត់ក៏ឆ្ងាញ់ដែរតែគាត់ថាថ្ងៃនេះខ្ញុំបានចូលក្នុងហើយខ្ញុំបាននៅតែក្រៅឯងមកថ្ងៃនេះគឺមកទិញនំប៉ាវខ្ញុំចូលចិត្តទិញកន្លែងនំប៉ាវពិសេសគាត់ក៏មាននំប៉ាវពិសេសនំប៉ាវធម្មតានំប៉ាវស្នូលត្រាវនំប៉ាវស្នូលពងមាន់អីមានច្រើនមុខអាចមកសាកបានហើយតម្លៃវិញគឺសមរម្យល្អមែនតើហើយចំណុចមួយទៀតអ្នកលក់រស់រាយហើយខ្ញុំថតនេះគឺឲ្យគាត់ដឹងទេហើយខ្ញុំចូលចិត្តទិញអីវ៉ាន់កន្លែងណាដែលអ្នកលក់រស់រាយអ្នកលក់យាយសម្ដីល្អពួកឯងខ្ញុំអត់ចូលចិត្តទិញអីវ៉ាន់កន្លែងអ្នកលក់ខ្មីខ្មើទេខ្ញុំនិយាយថងតែកន្លែងគាត់ខ្ញុំចូលចិត្តសម្ដីគាត់ល្អហើយservice តម្លៃអីគឺល្អទាំងអស់សូម្បីគាត់របៀបគាត់ train បុគ្គលិកគាត់អីល្អហើយនេះខ្ញុំកំងយកនំប៉ាវនេះពីរហើយជាមួយនឹងទឹក aloe vera តែភេសជ្ជៈគាត់មានច្រើនណាស់ហើយគាត់មាន promotion ទិញអាសាំងវិចនេះគួបមួយទឹកស្ដែកហ្នឹងវាចុះតម្លៃប៉ុន្តែខ្ញុំភ្លេចថាតម្លៃប៉ុន្មានបាត់ដែរហើយសម្រាប់ថ្ងៃនេះគឺខ្ញុំមកខ្ញុំទិញតែនំប៉ាវទេព្រោះអត់សូវហេវដែរអញ្ចឹងតែគាត់ថាឆ្លៀតថតឲ្យមើលទៅនេះទឹក aloe vera នេះដូចទឹកចំហួយខ្មៅហើយនេះទឹកខ្ញុំអត់ដឹងហៅអីគេនិយាយទៅអាហារគាត់បែបសុខភាពហើយរសជាតិឆ្ងាញ់ហើយមានអនាម័យតម្លៃសមរម្យទីតាំងទល់មកសុនស៊ីមីកូកំពង់សោមហ្នឹងហាងគាត់បើកពីព្រឹកទល់ល្ងាចទេប៉ុន្តែអាគ្រឿងនំប៉ាវគ្រឿងអីនេះរាល់ដងឃើញគាត់លក់ដូចជាម៉ោង3ថ្ងៃទៅអញ្ចឹងអាចមកមើលបានណាតែនេ